បាទជំរាបសួរសួស្តីបងប្អូនបាទមកទីនេះទៅពេលនេះខ្ញុំក៏បានផ្ញើស្នែងមកឲ្យគូបាទធ្វើក្បាលឲ្យមានកងឲ្យដាក់ថាសបាទស្នែងស្អាតមែនតើហើយពេលនេះយើងចំណាយឈើមកគល់ធំបណ្ដោយបាទឈើនេះយើងដាក់វាបានដែរបាទដាក់លោកដាក់វាបានប៉ុន្តែជំរឿជុំខ្ញុំមានដាក់ឈើស្អាតឲ្យខ្ញុំតែម្ដងបាទហើយចប់ពុកទៀតកន្លែងពុកធម្មជាតិបាទឥឡូវជូនខ្ញុំហោថ្មីជាពិសេសបាទស្អាតតែម្ដងដៃមេជាប្រចាំប្រទេសខ្មែរយើងដដែលបាទដដែលបាទបាទអរគុណបន្ទាប់ពីនឹងមកយើងក៏ពុកបែកម្ដងមកគល់ហ្នឹងយើងដាប់អីក៏បានដែរបងបាទដាប់រូបចល័យក៏បានតែទូចំណាយសាច់ស្អាតបាទជូនខ្ញុំបណ្ដោយកាត់ពី2បណ្ដោយបាទយកតម្រង់ដែលយើងចង់បានបាទហ្នឹងហើយសាច់តាន់ល្អមែនតើaleអត់ចង់ដាច់កន្លែងនេះបាទមកគល់អញ្ចឹងបណ្ដោយស្អាតបាទបានពីដុំបាទពីដុំបាទពីដុំបាទហើយបន្តមកក៏យើងចាប់កាត់តម្រូវតម្រង់វាហើយបាទហើយយើងនេះកន្លែងឆាបស្នែងកាត់រលាបាទកំពុងស្លង់ចូលសាច់ឈើហើយបាទយើងស្លង់ចូលសាច់ឈើបាទដើម្បីស្លង់ចូលហើយបាទយើងអូសយករៀងបានបាទដាក់ចោលដាក់ឡើងតម្រង់វាបានបាទបន្តមកយើងចាប់ហើយចាប់ប្លង់យកដោយដាក់ស្នែងចាប់ប្លង់យកដោយបាទកន្លែងនេះគឺជាងគេអូសលាក់កបាទបន្តមកក៏យើងអូសសាច់ច្រមុះបាទតម្រង់សាច់ច្រមុះសងខាងឆ្វេងស្ដាំតែម្ដងបាទសាច់ច្រមុះឲ្យយើងឈានទៅដល់តម្រង់ភ្នែកបាទតម្រង់ភ្នែកបន្តមកយើងទាញដល់ឆ្កាខាងក្រោមបាទនេះជាងកំពុងតែគូសវាស់បាទគឺយើងអូសបដិញអញ្ចឹងរហូតបាទរហូតទៅដល់គុំតិចខាងក្រោយតែម្ដងបាទហើយបន្តមកហើយបានកចុងក្រោយគេបាទនេះយើងគូសធ្គាមហើយបាទយើងគូសធ្គាមអូសស៊ីជាមួយសាច់ស្នែងស៊ីជាមួយលាស្នែងបាទគឺចឹងគ្រូព្រៃហើយបាទយើងបានមកគូតែម្ដងបាទសាច់ស្អាតសាច់ដូចគ្នាបណ្ដោយសាច់កដូចគ្នាបាទក្រាក់ស្អាតនេះគឺយើងបើកតម្រង់ភ្នែកបានមួយហើយនេះយើងបើកមួយទៀតយើងកំពុងបើកមួយទៀតច្រមុះបាទចាក់ច្រមុះបាទទៅហើយបាទយើងចាក់ច្រមុះអូសធ្គាមខាងក្រោមបាទប្រេតស៊ីវាដើម្បីឲ្យវាឡើងធ្គាមបាទឡើងខ្ទង់ច្រមុះបាទស្អាតតែម្ដងបាទចូលមកដល់កន្លែងនេះផងដែរគឺកន្លែងយើងកាត់តិចបងកាត់តិចនេះសាច់សល់វាឈើបាទសល់ពីរឹសខាងគល់វាតែម្ដងបាទយើងយកមកកាត់ដាក់ដើម្បីបានសាច់តែមួយបាទហើយបន្ទាប់មកវគ្គផងនេះយើងដាក់ថាសបងប្អូនគឺបានថាសបេងហើយរួចរាល់បានអត់បានថតការពីគ្រឿងថាសទេគឺចូលការពីជាងឆាបចូលជាងខាត់ហើយបាទបន្ទាប់ពីឆាបខាត់ហើយយើងបញ្ចូលមកទឹកបាទបញ្ចូលទឹកបានមកគូតែម្ដងបាទហើយដល់វគ្គនេះផងដែរគឺដល់យើងចាប់ដើមគូភ្នែកហើយភ្នែកខ្មៅភ្ញៀវគាត់បានភ្នែកខ្មៅបាទយើងខាត់រួចរាល់ហើយបាទអញ្ចឹងវគ្គនេះគឺយើងគូច្រមុះក៏ខ្មៅបបេមាត់ក៏ខ្មៅចើមក៏ខ្មៅបាទហើយរួចសពគ្រប់ហើយនេះបាញ់រួចហើយ